យើងចូលបងពាក់ស្ត្រីដែលគាត់ត្រៀមនឹងអស់រដូវអញ្ចឹងការត្រៀមអស់រដូវរបស់គាត់គេគិតចាប់ពីវ័យ40ឆ្នាំឡើងវគ្គត្រៀមអស់រដូវនេះជារឿងសំខាន់សម្រាប់នៅស្រីដែរអញ្ចឹងធ្វើឲ្យគាត់មានបញ្ហាអីការត្រៀមអស់រដូវរបស់គាត់គឺធ្វើឲ្យអរម៉ូនអេស្ត្រូជែនក្នុងខ្លួនគាត់ចាប់ផ្ដើមថយចុះអញ្ចឹងធ្វើឲ្យគាត់មានបញ្ហាប្រឈមមុខនឹងជំងឺបេះដូងជំងឺសរសៃឈាមជំងឺខ្លាញ់លើនៅក្នុងខ្លួនគាត់ឬក៏អារម្មណ៍មួម៉ៅសក់គាត់ចាប់ផ្ដើមជ្រុះស្បែកគាត់ចាប់ផ្ដើមស្ងួតអញ្ចឹងជាពេលវេលាមួយដែលមានអរម៉ូនអេស្ត្រូជែនធ្លាក់ចុះគាត់នឹងកាត់បន្ថយឬក៏បាត់បង់ចំណង់ផ្លូវភេទដោយសារបញ្ហាទ្វារគាត់ស្ងួតអញ្ចឹងអារម្មណ៍បែបនេះគាត់នឹងជួបប្រទះរយៈពេល3ឆ្នាំទៅ8ឆ្នាំមុននឹងគាត់អស់រដូវវ័យដែលអស់រដូវប៉ុន្តែជាធម្មតា48ឆ្នាំទៅ52ឆ្នាំប៉ុន្តែស្ត្រីខ្លះគឺអាចអស់មុនការកំណត់អញ្ចឹងហើយបានជាស្ត្រីវ័យ40ឆ្នាំផ្លាយនៅពេលដែលគាត់មិនមានអារម្មណ៍ផ្លូវភេទទេហើយគាត់ទៅរួមភេទជាមួយដៃគូបរិសុទ្ធគឺធ្វើឲ្យទ្វារមាសគាត់ស្ងួតទ្វារមាសគាត់ឈឺទ្វារមាសគាត់ក្រហាយរលាកមានបញ្ហាអញ្ចឹងពេលដែលគាត់ឃើញដៃគូគឺគាត់អាចនឹងខ្លាចហើយស្ត្រីមួយចំនួនគាត់មិនដែលស្គាល់អារម្មណ៍នៃការរួមភេទសនុកស្រួលយ៉ាងម៉េចទេអញ្ចឹងនៅពេលដែលខ្ញុំជួបប្រទះបញ្ហាអស់នេះដែលឃើញស្ត្រីមកប្រឹក្សាគាត់មិនដែលទាំងស្គាល់អារម្មណ៍នៃភាពសនុកស្រួលផ្លូវអារម្មណ៍ផងអញ្ចឹងគាត់អត់មានចំណងក្នុងការរួមភេទទេហេតុផលអីហេតុផលដែលបរិសុទ្ធមិនដែលសួរនាំគាត់ថាគាត់ស្រួលឬអត់មិនដែលបំពេញនៅសេចក្តីសុខផ្លូវភេទឲ្យគាត់ធ្វើឲ្យគាត់មិនដែលមានអារម្មណ៍ចង់រួមភេទទេអញ្ចឹងគាត់នឹងជួបប្រទះបែបនេះរហូតដល់វ័យដែលគាត់អស់រដូវចូលដល់ឆ្លងផុតអស់រដូវទ្វារមាសគាត់នឹងចាប់ផ្ដើមស្ងួតខ្លាំងសូម្បីតែពេលខ្លះក៏មិនអាចសូម្បីតែរួមភេទបានស្ត្រីភាគច្រើនគឺមិនអាចសូម្បីរួមភេទបានគាត់ត្រូវប្រើទឹករំអិលជំនួយគាត់ត្រូវធ្វើម៉េចឲ្យបំពេញបំណងបំរុសជាដៃគូអញ្ចឹងយើងយល់ឃើញប៉ុណ្នេះយើងនឹងដឹងថាផលវិបាករបស់ស្ត្រីគឺមានច្រើនតែបងប្អូនបរិសុទ្ធត្រូវតែយល់ដឹងពីបញ្ហានឹងផង